Hello តាចាស់សួស្តីអ្នកទាំងអស់គ្នាមើលអ្នកម្ដាយរបស់ខ្ញុំគាត់ស្ងោរមាន់ហើយគាត់ស្ងោរមាន់ពិតជាឆ្ងាញ់មែនទែនមុនស្ងោរមាន់យើងត្រូវដាំទឹកដើម្បីស្រុះមាន់នេះបងប្រុសរបស់ខ្ញុំកំពុងតែធ្វើមាន់ឥឡូវទៅមើលខ្ញុំទៅរកគ្រឿងទាំងអស់គ្នាហើយម៉ែរបស់ខ្ញុំបានប្រើខ្ញុំឲ្យទៅកាត់គល់ស្ក្រៃហើយខ្ញុំកាត់គល់ស្ក្រៃ3ដើមនេះគឺជាគុំស្ក្រៃឥឡូវខ្ញុំកាត់បានហើយបន្ទាប់មកទៀតខ្ញុំទៅរកស្លឹកក្រូចសើចម្ដងថ្ងៃនឹងខ្ញុំពាក់អាវក្រហមឆេះហ្មងជះរៀងឡើងស្អាតហ្មងម៉ែប្រើឲ្យមករកគ្រឿងមកកាច់រៀងឯណាតែប៉ុន្តែខ្ញុំចង់រំបត់ប្រឡេះភេងតែខ្ញុំមិនចេះរំហ្មងឥឡូវខ្ញុំមកកាត់ស្លឹកក្រីចេញបន្ទាប់ពីខ្ញុំកាត់ស្លឹកស្ក្រៃរួចហើយក៏ទៅបេះស្លឹកក្រូចសើចនេះធំលឿនមែនតើតាមដាំសោះឥឡូវឡើងចិត្តកម្ពស់ខ្ញុំទៅហើយតែយ៉ាងណាក៏វានៅខ្ទឿជាងខ្ញុំដែរបន្ទាប់ពីខ្ញុំបេះហើយខ្ញុំក៏ទៅមើលម៉ែខ្ញុំគាត់កំពុងតែដកអណ្ដែងអញ្ចឹងណាខ្ញុំសួរគាត់ថាធ្វើអីបន្ទាប់មកទៀតម៉ែខ្ញុំក៏គាត់ដុំមើមខ្ទឹមអញ្ចឹងហើយបន្ទាប់មកក៏គាត់កាប់សាច់ហើយនេះខ្ញុំក៏ដាក់ឆ្នាំងឥឡូវឆ្នាំងក្តៅហើយម៉ែក៏គាត់ចាក់ខ្លាញ់ចូលហើយនេះគាត់ឲ្យបន្ថយភ្លើងដោយសារតែខ្ញុំដុតភ្លើងខ្លាំងពេកគាត់ថាយ៉ាត់លោតខ្លាំងអញ្ចឹងហើយគាត់ដាក់គ្រឿងកូរតមកទៀតគាត់ធ្វើការដាក់សាច់មាន់ចូលហើយក៏ដាក់អំបិលរ៉ូឌីស្ករសនៅបច្ចេកហើយគាត់ធ្វើការក្របឆ្នាំងទុកនេះមកសន្ធោដែរអ្នកទាំងអស់គ្នាបន្តមកទៀតក៏បើកឆ្នាំងកូរអញ្ចឹងព្រោះអីខ្លាចខ្លោចអញ្ចឹងបន្ទាប់ពីម៉ែខ្ញុំកូរហើយគាត់ក៏ចាក់ទឹកសចូលហើយនេះកូនមីងខ្ញុំវាមកបេះអានោហើយខ្ញុំក៏ដើរមកជួយបេះវាទៅសម្រស់ស្អាតប៉ុណ្្នឹងដែរចូលកាមេរ៉ាអៀនបើមីអាវក្រហមនេះវាអត់ចេះអៀនទេព្រោះអីទៅមិត្តទាំងអស់គ្នាថាពួកខ្ញុំបេះអានោបានដល់ឥឡូវកំពុងតែដើររយមកđâyអត់មានទេHello តាចាហៅបន្ទាប់ពីកូនមីខ្ញុំបេះអានោបានហើយឥឡូវនេះខ្ញុំក៏ដើរទៅផ្ទះមីខ្ញុំដើម្បីសូមជីនាងវងនិងគ្រឿងផ្សេងទៀតព្រោះអីនៅផ្ទះខ្ញុំមិនមានទេងាប់អស់ហើយដាំអត់ដុះនិយាយពីថាផ្លូវមានអត់នាំគ្នាដើរទេនាំគ្នាដើរកាត់ព្រៃផងកាត់ប្រហុកផងកត់ទឹកផងមានការរករអាំងខ្លាំងឥឡូវនេះមកដល់ផ្ទះមីខ្ញុំហើយខ្ញុំក៏សួរកូនមីខ្ញុំថាជីនាងវងនៅណាអញ្ចឹងហើយវាក៏បានប្រាប់ខ្ញុំអញ្ចឹងថាមិនហ្នឹងហើយឥឡូវខ្ញុំមកបេះហើយទៅមើលមកកន្លែងទៀតអត់មានហងងាប់ដើមបាត់លហងដូរពីលើឥឡូវខ្ញុំបេះហើយបានមកដល់ផ្ទះហើយយកមកឲ្យម៉ែខ្ញុំដើរទៅដល់ផ្ទះមីខ្ញុំឥឡូវមកវិញមាន់ឆ្អិនបាត់ឥឡូវស្ងោរមាន់របស់ម៉ែខ្ញុំឆ្អិនហើយខ្ញុំអត់បើកមើលឡើងឈ្ងុយមែនតើហ្មងធ្វើតាមរបៀបម៉ែខ្ញុំចឹងឆ្ងាញ់ហើយឈ្ងុយទេបងខ្ញុំកំពុងតែដួសហូបបាយអញ្ចឹងបន្ទាប់ពីម៉ែខ្ញុំគាត់បានធ្វើឆ្អិនរួចដាក់គ្រឿងហើយអស់ហើយហ្នឹងហើយអ្នកទាំងអស់គ្នាវីដេអូរបស់ខ្ញុំមានតែនឹងបាយជួបគ្នានៅពេលក្រោយទៀតមីនធានជាង